សង្គ្រាមលើកទី2រវាងប្រទេសកម្ពុជានិងប្រទេសថៃឡង់កំពុងបន្តគេសង្កេតឃើញរដ្ឋាភិបាលនៃប្រទេសធំៗបានបញ្ចេញប្រតិកម្មជាបន្តបន្ទាប់ដោយអំពាវនាវឲ្យប្រទេសថៃនិងប្រទេសកម្ពុជាបញ្ឈប់ការបង្កសង្គ្រាមដ៏គ្រោះថ្នាក់នេះជាបន្ទាន់នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលជាស្ថាបនិកសេចក្តីប្រកាសរួមអំពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃជាលើកដំបូងបានអំពាវនាវឲ្យប្រទេសកម្ពុជានិងប្រទេសថៃអនុវត្តភាពអត់ធ្មត់ជាអតិបរមានិងប្រើយន្តការការទូតដែលមានស្រាប់លោកបានបញ្ជាក់ថាម៉ាឡេស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការគ្រប់គ្រងជំហានណាមួយដែលអាចជួយដោះស្រាយអាសន្នឲ្យមានភាពស្ងប់ស្ងាត់និងទប់ស្កាត់សង្គ្រាមរីករាលដាលព្រោះការប្រយុទ្ធឡើងវិញកំពុងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរយៈពេលវែងក្នុងការកសាងទំនាក់ទំនងជាប្រពៃណីរវាងប្រទេសជិតខាងទាំងពីរនេះលោកអាន់វ៉ាអ៊ីប្រាហ៊ីមបានសង្កត់ធ្ងន់ថាតំបន់អាស៊ានមិនអាចអនុញ្ញាតឲ្យចំនួនផ្ទុះឡើងដោយរយៈពេលវែងដែលអាចទាញតំបន់ធ្លាក់ចូលក្នុងការប្រឈមមុខដាក់គ្នាដែលគ្មានការរក្សាស្ថិរភាពបាននោះទេនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ីមចេញមុខដំបូងគេអំពាវនាវឲ្យមានការសង្គ្រោះស្ថានភាពនិងបញ្ឈប់ការវាយប្រហារតាមព្រំដែនលោកចាត់ទុកថាការរំលោភធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាដែលសហរដ្ឋអាមេរិកបានដើរតួជាអ្នកសម្របសម្រួលដែរនោះបន្ទាប់ពីប្រទេសម៉ាឡេស៊ីជប៉ុនជាប្រទេសទី2ដែលបានលើកឡើងអំពីការព្រួយបារម្ភនៃភាពតានតឹងរវាងប្រទេសកម្ពុជានិងប្រទេសថៃនៅពេលដែលសង្គ្រាមផ្ទុះឡើងសារជាថ្មីស្ថានទូតជប៉ុនបានបន្ថែមថាពួកគេនឹងបន្តសហការជាមួយដៃគូសំខាន់ៗរួមទាំងសហរដ្ឋអាមេរិកម៉ាឡេស៊ីជាប្រធានអាស៊ាននិងប្រទេសពាក់ព័ន្ធផ្សេងៗដើម្បីជួយបង្ការការកើនឡើងនៃភាពតានតឹងនិងជំរុញឲ្យមានដំណោះស្រាយដោយសន្តិវិធីដំណើរពេលជាមួយគ្នានេះនៅលើគេហទំព័រអង្គការសហប្រជាជាតិអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានទទួលព័ត៌មានដ៏គួរឲ្យព្រួយបារម្ភអំពីការប៉ះទង្គិចប្រដាប់អាវុធរវាងប្រទេសកម្ពុជានិងប្រទេសថៃគេហទំព័របានសរសេររៀបរាប់ថាលោក Antonio បានស្នើឲ្យភាគីទាំងពីរបង្ហាញភាពអត់ធ្មត់បញ្ឈប់សកម្មភាពណាមួយដែលអាចបង្កការកើនឡើងបន្ថែមនិងបន្តគោរពបទឈប់បាញ់គ្នាហើយភាគីទាំងពីរគួរតែប្រើប្រាស់យន្តការសន្តិនិកដែលមានស្រាប់ដើម្បីអនុវត្តដំណោះស្រាយដោយសន្តិភាពនិងមានភាពម៉ឺងម៉ាត់យូរអង្វែងចំណែកឯសហភាពអឺរ៉ុបដែលមាន27ប្រទេសដែលតាមរយៈអ្នកស្រី Anita Hipper ជាអ្នកនាំពាក្យសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខបានបញ្ជាក់ថាសហភាពអឺរ៉ុបកំពុងតាមដានស្ថានភាពនៃចំនួនរវាងប្រទេសទាំងពីរយ៉ាងដិតដល់អ្នកស្រីបានបញ្ជាក់ទៀតថាសហភាពអឺរ៉ុបលើកទឹកចិត្តឲ្យភាគីទាំងពីរអនុវត្តភាពអត់ធ្មត់ឲ្យបានជាអតិបរមាហើយត្រឡប់ទៅគោរពតាមសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី26ខែតុលាដែលមានវិធានការកសាងទំនុកចិត្តដោយបានកំណត់ក្នុងឯកសារហើយថាសហភាពអឺរ៉ុបបានត្រៀមខ្លួនរួចរាល់ក្នុងការជួយគ្រប់គ្រងដល់ជំហានណាមួយដែលភាគីទាំងពីរព្រមព្រៀងគ្នាដើម្បីបន្ថយភាពតានតឹងនិងជួយគ្រប់គ្រងដោះមីនមនុស្សធម៌នៅតាមព្រំដែនប្រទេសទាំងពីរមន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋការលោក Trump ដែលស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាលោកប្រធានាធិបតី Trump បានធ្វើការបដិញ្ញាចិត្តបន្តការបញ្ឈប់អំពើហិង្សានិងសង្ឃឹមថារដ្ឋាភិបាលប្រទេសកម្ពុជានិងប្រទេសថៃគោរពយ៉ាងពេញលេញនៅការបដិញ្ញាចិត្តរបស់ខ្លួនចំពោះការបិទបញ្ចប់ចំនួននេះជាមួយគ្នានេះប្រទេសអាល្លឺម៉ង់ក៏បានអំពាវនាវឲ្យភាគីកម្ពុជានិងភាគីថៃខិតខំដោះស្រាយបញ្ហាចំនួនដោយសន្តិវិធីដែរអគ្គនាយកទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រសួងការបរទេសសហព័ន្ធអាល្លឺម៉ង់លោក Frank Hartman បានសម្ដែងក្តីបារម្ភចំពោះភាពតានតឹងតាមបណ្ដោយព្រំដែនប្រទេសកម្ពុជានិងប្រទេសថៃនិងអំពាវនាវឲ្យបញ្ឈប់ចំនួនជាបន្ទាន់តាមសេចក្តីថ្លែងការណ៍នៅលើទំព័រ Facebook នៃស្ថានទូតនិងបណ្ដាញសង្គម X លោក Frank Hartman បញ្ជាក់ថាអាល្លឺម៉ង់មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីអំពើហិង្សាថ្មីៗនេះដែលផ្ទុះឡើងនៅតាមបណ្ដោយព្រំដែនការស្លាប់និងរបួសនិងការខូចខាតណាមួយគឺជារឿងគួរឲ្យសោកស្ដាយយ៉ាងខ្លាំងអាល្លឺម៉ង់អំពាវនាវដល់ភាគីទាំងពីរឲ្យបញ្ឈប់ចំនួនជាបន្ទាន់និងខិតខំដោះស្រាយដោយសន្តិវិធីខណៈដែលផ្ដល់អាទិភាពដល់សុវត្ថិភាពជនស៊ីវិលចំពោះរដ្ឋាភិបាលអូស្ត្រាលីនិងស្ថានទូតបារាំងគេបានចេញមុខបង្ហាញការព្រួយបារម្ភអំពីភាពតានតឹងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនិងអំពាវនាវឲ្យភាគីទាំងពីរអត់ធ្មត់ជាអតិបរមានិងចាត់វិធានការបន្ទាន់ក្នុងការកាត់បន្ថយភាពតានតឹងឆ្ពោះទៅរកស្ថិរភាពឡើងវិញហើយថាមាគ៌ាតែមួយគត់ដើម្បីដោះស្រាយជម្លោះប្រកបដោយចីរភាពនិងសន្តិវិធីគឺធ្វើឡើងតាមរយៈការបន្តកិច្ចសន្ទនាគ្នាឡើងវិញការគោរពច្បាប់អន្តរជាតិនិងការបដិញ្ញាចិត្តនានាដែលប្រទេសទាំងពីរបានធ្វើឡើងជាមួយដៃគូអាស៊ានពីទីក្រុងប៉េកាំងវិញអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun បានបញ្ជាក់ថាក្នុងនាមជាមិត្តនិងជាអ្នកជិតខាងជិតស្និទ្ធនៃប្រទេសកម្ពុជានិងប្រទេសថៃចិនសង្ឃឹមយ៉ាងស្មោះស្ម័គ្រថាភាគីទាំងពីរនឹងខិតខំរក្សាភាពអត់ធ្មត់ក្នុងទិសដៅតែមួយដើម្បីទប់ស្កាត់កុំឲ្យចំនួនកាន់តែរីករាលដាលធ្ងន់ធ្ងរថែមទៀតហើយចិនសន្យាបន្តដើរតួប្រកបដោយន័យស្ថាបនាដើម្បីជួយបន្ធូរបន្ថយចំនួនហើយឆ្ពោះទៅរកសន្តិភាពឡើងវិញដល់យូរអង្វែងគិតត្រឹមព្រឹកថ្ងៃទី9ខែធ្នូនេះបើតាមការឲ្យដឹងពីក្រសួងការពារជាតិប្រទេសកម្ពុជាភាគីថៃបានវាយប្រហាររាលដាលពីខេត្តព្រះវិហារដល់ខេត្តឧត្តរមានជ័យខេត្តបន្ទាយមានជ័យខេត្តបាត់ដំបងនិងខេត្តពោធិ៍សាត់និងបណ្ដាលឲ្យពលរដ្ឋប្រទេសកម្ពុជាជិត 40000 នាក់ភៀសខ្លួនសាលារៀនជាង300ទីតាំងត្រូវបិទទ្វារអ្នកស្លាប់ជាជនស៊ីវិលមានចំនួន7នាក់និងរបួសជាង20នាក់